រឿងឪពុកញៀនស្រាបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូមានសិស្សថ្មីម្នាក់ដែលទៅបដូរមករៀនថ្នាក់យើងគាត់មានឈ្មោះធីរ៉ាបងប្អូនទាំងអស់គ្នាជួយយកអាសាគាត់ផងណាខ្ញុំមកឲ្យគាត់នេះដូចឲ្យសុកមិនទេហ៎នៅចិត្តធឿនមានសល់មួយកន្លែងបងអូនទៅអង្គុយក្បែរគាត់ចាស់ណាអញកុំឆ្លងគំនូននេះលឺទេជប់ភ្លាមយើងជាឪពុកឯងយើងនិយាយប្រមាណដងហើយនៅមិនស្ដាប់ទេហីកូនណាបានទិញអំបិលឲ្យម៉ែហើយនៅហើយឪកូនដែលទៅរើម្ដៅនោះវាយកូនទៀតហើយចាស់មានតែ2នាក់ឪកូនសោះហេតុអីក៏ចេះតែវាយដំកូនយ៉ាងនេះពិតជាមិនយល់សោះធីរ៉ាឯងរត់ទៅណានៅស្ងៀមមួយកន្លែងភ្លាមអង្គុយសម្រាប់បាត់ហត់បន្តិចសិនទៅធីរ៉ានេះទឹកផឹកទៅរត់បែបនេះប្រកាសជាហត់ខ្លាំងណាស់ហើយជាទម្លាប់ទៅហើយមិនក៏ឯងមិនចូលពួនកន្លែងណាសិនចាំបាច់រត់ធ្វើអីហត់ណាស់ពុកខ្ញុំកាចណាស់ធីរ៉ាឯងនៅឲ្យស្ងៀមឯងកុំរត់ទៅណាឲ្យសោះស្លាប់ហើយពុកមកតន់ហើយជប់វាគ្នាទៀតទៅជប់ឯងយ៉ាងម៉េចហើយខ្ញុំធន់នឹងការរៀនសូត្រណាហ៎ពុកខ្ញុំមកដល់ហើយអញ្ចឹងខ្ញុំចូលនៅមាត់ទ្វារឯងកុំបារម្ភអីបើមានរឿងអីឯងនៅមានខ្ញុំនៅចិត្តនេះទេជំរាបសួរលោកពូពុកនេះលិខិតលោកនាយកសាលាផ្ញើជូនពុកលិខិតនេះគេនិយាយពីស្អីហ៎បាទគឺលោកនាយកសាលាអញ្ជើញពុកទៅជួបដើម្បីអីគឺរឿងកូនខ្ជិលធ្វើលំហាត់រៀនធ្លាក់នឹងរឿងវាតបគ្នាពុកហ៎អាកូនចង្រៃពិតជាអត់បានការមែនហែងចេញឲ្យបាត់ពីមុខពីមាត់អញភ្លាមទៅឲ្យក៏តែរឿងរៀនសូត្រសោះក៏រៀនមិនកើតដែរអាកូនចំមកសៀតហើយមិនបានទៅជាវាយគ្នាវាជាកូនថាអាកូនអត់ម៉ែប្រដៅពុកស្រាឆ្ងាញ់ទេពុកអីក៏ប្រសពសួរម៉ែបានស្រាផឹកដូចបានផឹកថ្នាំទៅអញ្ចឹងបំភ្លេចអស់ទូកង្វល់ទាំងឡាយអារម្មណ៍ល្អណាស់ឯងមិនដឹងទេអីស្លាប់ហើយឯងដូចពុកឯងហើយឈប់បានឈប់ទៅស្លាប់ទៅអាកូនអត់ម៉ែប្រដៅញ៉ាំទៅមិនក៏ឯងមិនញ៉ាំភ្លាមទៅខ្ញុំទុកឲ្យពុកខ្ញុំសំណាងណាថ្ងៃនេះពុកឯងមិនស្រវឹងស្រាឆ្ងាញ់ទេកូនប្រសពសួរម៉ែពុកបានស្រាផឹកដូចបានផឹកថ្នាំទៅអញ្ចឹងផឹកស្រាទៅមិនបាច់ទៅរៀនសូត្រអីទៀតទេចាប់ពីពេលនេះតទៅនៅផ្ទះបិទស្រាជាមួយពុកបាទឯងផឹកស្រាហ៎ធីរ៉ាតោះតាមខ្ញុំទៅផ្ទះវិញជាចេញឲ្យឆ្ងាយទៅមិនអញ្ចឹងទេប្រយ័ត្នរយៈក្បាលឲ្យសាដបនេះទៅវើយលឺហើយនៅលោកពូអើយលោកពូធីរ៉ាគេស្លាប់ឥឡូវហើយគេបានរអិលដូរចូលស្រះខាងនោះពុកអើយពុកជួយកូនផងកូនជិតស្លាប់ឥឡូវហើយពុទ្ធធូអើយធីរ៉ាកូនពុកធីរ៉ាឲ្យពុកសុំទោសណាពុកអើយពុកហើយអ្វីបានជាជីវិតយើងទៅជាបែបនេះពេលដែលខ្ញុំមើលឃើញទឹកហូរកាត់ផ្ទៃមុខរបស់ពួកគេខ្ញុំក៏មិនដឹងដែរថាជាទឹកភ្នែកឬមួយក៏ជាទឹកស្រះកូនអង្គុយយំកូនគាត់ក៏យំចំណែករូបខ្ញុំវិញមិនដឹងជាហេតុអ្វីទេបានជាផ្ទៃមុខរបស់ខ្ញុំសាមជោគបែបនេះសុរាជាគ្រឿងកំសាន្តដល់អ្នកតែវាក៏អាចនាំនៅសោកនាដកម្មដល់អ្នកដូចគ្នាបើអ្នកទទួលទានវាលើសកម្រិតនិងគ្មានការពិចារណាជីវិតគ្រួសារពុំគួរមានបុគ្គលណាម្នាក់ដែលញៀនស្រាជាប្រចាំនោះទេព្រោះវាជាហេតុធ្វើឲ្យគ្រួសារមានតែបញ្ហានិងចំនួនឥតស្រាកស្រានសកម្មភាពអ្នកនៅថ្ងៃនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសកម្មភាពបុត្រធីតាអ្នកនៅថ្ងៃក្រោយចូលកំណត់ទុកជាមុនថាតើអ្នកចង់ឲ្យគេខ្លាចជាបុគ្គលដូចអ្នកឬបែបណា